ហើយក៏ដោយសួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយនឹង admin ម្ដងទៀតហើយមុននឹងចូលទៅដល់សាច់រឿង admin សូមថ្លែងអំណរគុណទៅដល់បង2នាក់ដែលបងទី1បានប៉ាវមច្ឆា admin ចំនួន1រៀលកន្លះបងទី2បានប៉ាវ admin ចំនួន8,000រៀលអរគុណបងច្រើនមែនតើជូនពរឲ្យបងរស់ស៊ីមានបានសម្រស់កាន់តែស្អាតអាយុវែងណាបងអរគុណច្រើនបងបើសិនជាអ្នកទាំងអស់គ្នាណាមានចំណាប់អារម្មណ៍ឬមួយក៏ស្រឡាញ់ការសម្ដែងរឿងរបស់ admin កុំភ្លេចជួយប៉ាវមច្ឆា admin ម្នាក់មួយផងណាអញ្ចឹងកុំឲ្យការពេលអ្នកទាំងអស់គ្នាយូរយើងចូលទៅដល់សាច់រឿងយើងបណ្ដោយទៅនេះពិតជាការចងចាំមួយរបស់ប៉ាឡែលហើយប៉ុន្តែនេះមើលទៅដូចជាថាមពលវេទមន្តរបស់ខ្ញុំត្រឡប់មកវិញហើយយើងក៏បានឃើញថាអូរ៉ាចេញពីខ្លួនរបស់ទូប្រុសនោះគឺពិតជាច្រើនខ្លាំងមែនទែនហើយទូប្រុសក៏បានបើកការវិវត្តហាទៅលើបិសាចហ្នឹងហើយយើងក៏បានឃើញអ្វីមួយកំពុងតែហោះលើមេឃអាហ្នឹងគឺដូចជាយ័ន្តរបស់ខ្មែរយ៉ាងណាដល់គ្នានិយាយលេងសើចអីដូចមែនតើយើងក៏បានឃើញចរន្តអគ្គិសនីពីលើមេឃហ្នឹងបានបាញ់ទៅលើបិសាចហ្នឹងឡើងឆេះខ្លោចតែម្ដងចាហើយទូប្រុសក៏បានបង្ហើយបិសាចហ្នឹងដោយការកាត់ក្បាលវាដាច់ប៉ាត់តែម្ដងហើយអ្វីបានជាម៉ាណារបស់ខ្ញុំមិនរត់ពេញខ្លួនបានល្អចឹងខ្ញុំមិនបានវឹកហាត់ជាមួយនឹងម៉ាណាចិត្ត2ខែហើយដោយសារតែការរៀបចំអាពាហ៍ពិពាហ៍ការគ្រប់គ្រងម៉ាណារបស់ខ្ញុំប្រហែលជាធ្លាក់ចុះដោយសារតែរឿងនោះប៉ុន្តែចំនួនម៉ាណាសរុបដែលខ្ញុំមានមិនគួរណាផ្លាស់ប្ដូរនោះទេលើកលែងតែផ្នែកខ្លះវាស្រាប់តែបាត់បង់ភ្លាមតែខ្ញុំអាចប្រើវាបានម្ដងទៀតរួចហើយដូច្នេះវាមិនសមជាបាត់បង់ទាំងស្រុងនោះទេបណ្ដាមកពីអ្វីទៅវិញ Herdin ហើយពេលហ្នឹងរបួសរបស់ទូប្រុសក៏ចាប់ផ្ដើមឈឺលោកអាចក្រោកបានទេពួកយើងត្រូវតែព្យាបាលលោកជាមុនសិនប្រញាប់ឡើងអំប្តីរបស់ខ្ញុំទៅវិហារសាសនាភ្លាមស្លាប់ហើយតើពួកយើងគួរធ្វើដូចម្ដេចទៅចេះដល់អីអ្នកបួសស្រីកំពុងតែមិនបាននៅទីនេះទៀតហោចណាស់ក៏គួរតែមានម្នាក់នៅទីនេះដែរកំពុងទទួលការវឹកវើធ្វើជាអ្នកបួសដែរសូមអញ្ជើញចូលទៅខាងក្នុងជាមុនសិនទីនេះត្រូវបានផ្អាកដោយសារតែការលេចឡើងភ្លាមនៃពួកសត្វបិសាចអីវ៉ាន់បានហើយអ្នកមើលថែព្រៃបោះបាញ់រាជវាំងមកនិងដាក់ទោសរូបគេហើយបានបញ្ជាក្រុមរាជវាំងធ្វើការស៊ើបអង្កេតលើហេតុការណ៍នេះពិធីជប់លៀងពេលល្ងាចដែលបានក្រុងទុកនៅឯរាជវាំងក៏ត្រូវបានលុបចោលផងដែរតែពួកគេបានសម្រេចចិត្តរៀបចំពិធីថ្វាយបង្គំដំបូងនៃឆ្នាំថ្មីយឺតជាងការក្រុងទុកពី3ម៉ោងអូមែនហើយដោយសារតែរបួសខាងក្នុងត្រូវការពារព្យាបាលយ៉ាងប្រយ័ត្នប្រយែងវានឹងល្អបំផុតបើសិនបើលោកដោះអាវចេញខ្ញុំនឹងទៅនាំនាងមកភ្លាមអ្នកទាំងអស់គ្នាសាក់ទាយក្នុងចិត្តមើលបូជាចាដែលគេបានហៅមកហ្នឹងគឺជាណាគេសាក់ទាយមើលនាងពិតជាអាចមើលឃើញអនាគតមែនឬខ្ញុំស្មានថាលោកនឹងមិនជឿខ្ញុំតើពីដំបូងមកគេប្រាប់អត់ជឿទេពេលអញ្ចឹងតើឯណាបើបញ្ហាដូចជាថ្ងៃនេះនៅតែបន្តកើតឡើងទៀតខ្ញុំគ្មានជំរឿអ្វីក្រៅពីជឿនាងនោះទេប្រាប់ខ្ញុំមកតើនាងបានឃើញអ្វីផ្សេងទៀតក្នុងអនាគតហើយទូស្រីក៏បានស្ងាត់លោកម្ចាស់អ្នកនាងខ្ញុំបាននាំអ្នកបួសថ្មីមកដល់ហើយសូមគោរពជម្រាបសួរលោកម្ចាស់អ្នកនាងអូយអ្នកទាំងអស់គ្នាមើលទុកមុខទូស្រីភ្ញាក់ផ្អើលចឹងទីមើលថាណាគេនោះគឺអ្នកនាងមីអេឡាដែលខ្ញុំស្អប់ជាងគេក្នុងរឿងនេះអ្នកនាងមីអេឡាសូមជួយព្យាបាលគាត់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានពិធីថ្វាយបង្គំនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះហើយតើអាចទេថាតើអ្នកទាំងពីរនាក់នឹងស្គាល់គ្នាតាំងពីពេលនោះមកម្លេះឬអ្នកប៊ូស្រីមីអេឡាចានេះគឺជាទឹកមុខដែលចង់បានប្តីគេចាខ្ញុំសុំទោសគឺខ្ញុំចង់មានន័យថាអូយមើលដកដៃចេញយើងធ្វើមើលដកដៃចេញកុំផាកូនប្រុសខ្ញុំអញ្ចឹងសូមអនុញ្ញាតឲ្យខ្ញុំមួយផ្លែតលោកឌូកតែមើលមុខកូនស្រីខ្ញុំតែទូស្រីក៏បានសម័យនៅពេលដែលអ្នកទាំងពីរបានអោបគ្នាខ្ញុំស្រឡាញ់លោកធ្វើឲ្យទូស្រីឈឺចាប់ជាខ្លាំងខ្ញុំគិតថាឬរាល់ហើយតើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរខ្ញុំមានអារម្មណ៍ថាមិនអីទេពិធីថ្វាយបង្គំនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះដូច្នេះវាជាការល្អបំផុតដែលត្រូវរៀបចំខ្លួនឲ្យបានលឿនបាទខ្ញុំយល់ហើយខ្ញុំរីករាយណាស់ដែលបានជួយសូមឲ្យព្រះនាងប្រទានពរជ័យដល់លោកឌូកហើយអ្នកទាំងពីរក៏បានចេញទៅចេញទៅផុតកុំឲ្យតឹងទ្រង់ទូស្រីខ្ញុំហើយទូប្រុសក៏បានរៀបចំសម្លៀកបំពាក់វិញហើយតែយើងក៏មើលមុខទូស្រីរបស់យើងតែមើលមុខអាណិតណាស់ពេលដែលទូប្រុសឃើញបែបហ្នឹងទូប្រុសក៏បានសួរថាទៅអ្នកដូចជាមិនសូវស្រួលខ្លួនទេអ្នកបានរងរបួសនៅទីលានបោះបាញ់អបាយមិញមែនទេខ្ញុំមិនអីទេហើយអ្វីបានជាយ៉ាងនេះ
ទោះបីជាអ្នកបានធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំងរួចទៅហើយក៏ដោយក៏ខ្ញុំនៅតែបណ្ដោយឲ្យខ្លួនឯងឈឺចាប់ម្ដងទៀតដោយសារតែហេតុផលដដែលនោះទោះបីត្រឹមតែមួយផ្លែតក៏ដោយក៏ខ្ញុំនៅតែបារម្ភពីអ្នកដែលជាមនុស្សខ្ញុំស្អប់ខ្ពើមដែរចម្លើយគឺច្បាស់ណាស់ខ្ញុំនៅតែស្រឡាញ់អ្នកបានសួរខ្ញុំថាតើខ្ញុំបានឃើញអ្វីខ្លះនៅពេលអនាគតខ្ញុំស្អប់អ្នកណាស់ហើយខ្ញុំស្អប់ខ្លួនឯងដែលនៅតែមិនអាចលះបង់អ្នកចោលបានអ្នកបួសស្រីម្នាក់នោះកាលពីអំបែងមិញនាងគឺជាមនុស្សស្រីដែលអ្នកនឹងស្រឡាញ់ខ្ញុំនៅតែស្រឡាញ់អ្នកពេលដែលខ្ញុំដឹងខ្លួនឯងថាចិត្តខ្ញុំត្រូវរំជើបរំជួលដោយសារតែអ្នកបួសស្រីម្នាក់នោះកាលពីអំបែងមិញគឺជាមនុស្សម្នាក់ដែលអ្នកនឹងស្រឡាញ់អីគេខ្ញុំប្រកាសណាស់ថានាងធ្វើជាដៃគូដ៏ល្អសម្រាប់អ្នកប៉ុន្តែវាឆាប់រហ័សពេកហើយក្នុងការយកនាងធ្វើជាស្រីស្នេហ៍នោះដោយដែលខ្ញុំបាននិយាយមុននេះអញ្ចឹងនៅពេលដែលពួកយើងលែងលះគ្នាមិនគួរបន្សល់ទុកស្នាមប្រឡាក់ណាមួយនៅលើប្រវត្តិរបស់គ្នាឡើយពួកយើងនឹងទប់ស្កាត់ពាក្យចចាមបារាមទាំងនោះប្រុសក៏បានយកដៃទៅប៉ះបបោមាត់របស់ទូស្រីយើងហើយពេលហ្នឹងពូប្រុសក៏បានចាប់ថើបទូស្រីរបស់យើងតើឲ្យខ្ញុំទៅយកស្រីស្នេហ៍ធ្វើអីនៅក្នុងពេលដែលខ្ញុំមានអូនហើយនោះយ៉ាស់ជួបទៅហ្នឹងណាដរាបណាកិច្ចសន្យានេះមិនទាន់បញ្ចប់នាងគឺជាប្រពន្ធរបស់ខ្ញុំហើយខ្ញុំនៅតែធ្វើបែបនេះនឹងច្រើនជាងនេះជាមួយតែអូនម្នាក់ប៉ុណ្ណោះលោកម្ចាស់ពិធីថ្វាយបង្គំចិត្តចាប់ផ្ដើមហើយចាប់បដ ாய் ណាមកកាត់សង្វាក់គេអីណាទូប្រុសឮចឹងក៏បាននិយាយដែរឬគាត់ក៏បានចាក់ចេញទៅទូស្រីក៏បានស្ងាត់ដែរឬក៏បានកលេចទៅមើលម្ខាងទៀតរួចក៏បានឃើញក្បាត់ករបស់ទូប្រុសគាត់ក៏បានយកទៅទេហឺឌីនចាំមួយផ្លែតទូប្រុសក៏បានងាកមករួចក៏បានជោគសក់មួយគេថាគេហ្នឹងលោកបានធ្លាក់ក្បាត់កហើយចងវាឲ្យខ្ញុំមកហើយទូស្រីក៏បានចងឲ្យទូប្រុសអញ្ចឹងណាទូស្រីក៏បានសម័យកាលពីអតីតកាលក៏ទូស្រីធ្លាប់ចងឲ្យទូប្រុសចឹងដែរមេត្តាអោនចោះបន្តិចមកទូប្រុសក៏បានស្ដាប់តាមរួចរាល់ហើយពួកយើងទាំងអស់គ្នាក៏បានឮសម្រាប់ជើងបូជាចាកំពុងទៅដើរមកអូពិតជាសំណាងល្អមែនដែលបានជួបអ្នកទាំងពីរនៅទីនេះតើអ្នកទាំងពីរកំពុងតែធ្វើដំណើរទៅពិធីថ្វាយបង្គំមែនទេលោកបូជាចាយើងគឺឈ្មោះឡូមីអែលសូមក្រាបថ្វាយបង្គំសម្ដេចប៉ាបគេហៅសម្ដេចប៉ាបខ្ញុំច្រឡំហៅបូជាចាស្រីអ្នកទាំងអស់គ្នាបានឮថាហេតុការណ៍មិនល្អមួយបានកើតឡើងនៅទីលានប្រមាញ់សត្វនៅថ្ងៃនេះហើយលោកម្ចាស់ជាអ្នកដោះស្រាយវាសូមអនុញ្ញាតឲ្យខ្ញុំសម្ដែងនៅការដឹងគុណផងមិនបាច់អរគុណអ្វីនោះទេអ្នកក៏ដោយដែលស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំក៏ធ្វើបែបនេះដែរលោកពិតជាមានចិត្តទូលំទូលាយដូចជាវីរបុរសពិតប្រាកដមែនយ៉ាងណាមិញអ្នកទាំងពីរពិតជាខ្លាចជាប្តីប្រពន្ធនឹងគ្នាត្រឹមតែរយៈពេល1ខែប៉ុណ្ណោះតាមបើឃើញអ្នកទាំងពីរធំដឹងក្តីដោយសុវត្ថិភាពហើយបានរៀបការជាមួយទាំងគ្នាធ្វើឲ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំងវាគឺដោយសារតែសម្ដេចប៉ាបបានជួយសង្គ្រោះខ្ញុំនៅក្នុងហេតុការណ៍អគ្គិភ័យនោះសិនបើទ្រង់មិនបានព្យាបាលរបួសរបស់ខ្ញុំទេខ្ញុំក៏ដឹងថាមានអ្វីកើតឡើងចំពោះខ្ញុំដែរនឹកឃើញឡើងការដែលលោកឌូចំនួនមុននិងភរិយារបស់លោកបានទទួលមរណភាពថាសម្ដេចប៉ាបបានដឹកនាំរៀបចំពិធីកាន់ទុក្ខជូនពួកគាត់កុមារទាំងពីរនាក់ដែលបានស្គាល់ទ្រង់តាមរយៈគ្រោះដ៏សោកសៅនោះវាពិតជាអស្ចារ្យណាស់ដែលពួកយើងបានរៀបការជាមួយនឹងគ្នាក្នុងពេលនេះមិនចម្លែកទេដែលទ្រង់រំភើបចិត្តយ៉ាងខ្លាំងបែបនេះគឺជាអាគារសំខាន់ខ្ញុំមានការងារខ្លះត្រូវរៀបចំនៅខាងក្រៅដូច្នេះសូមអញ្ជើញចូលទៅខាងក្នុងមុនទៅចាខ្ញុំនឹងទៅលេងព្រះវិហារក្នុងពេលឆាប់នេះស្វាគមន៍អ្នកជានិច្ចគ្រប់ពេលវេលាហើយយើងក៏បានឃើញខ្សែក្រហមហ្នឹងវាចេញមកទៀតហើយអត់ដឹងហៅអីហើយយើងក៏បានឃើញថាលោកសម្ដេចប៉ាបក៏បានសើចខ្ញុំសូមបួងសួងឲ្យអ្នកទាំងពីរបង្កើតគ្រួសារមួយប្រកបដោយសុភមង្គលចាឯងមានសុខភាពល្អប្រសើរណាស់ក្នុងរយៈពេល2អាទិត្យចុងក្រោយនេះ2អាទិត្យពេលវេលាបានកន្លងផុតទៅគូសមដែរចាប់តាំងពីពិធីបុណ្យចូលឆ្នាំថ្មីមកដល់ពេលដែលខ្ញុំត្រូវទទួលដំណឹងពីសហគមន៍ហើយនៅតែមិនទាន់មានការរីកចម្រើនអ្វីសោះទាំងការរៀបចំលេងលះនិងអត្តសញ្ញាណរបស់ជនសង្ស័យនោះខ្ញុំបានតាក់ទងជាមួយនឹងអេនណាជារឿយប៉ុន្តែមិនទាន់មានតម្រុយអ្វីបន្ថែមពីហេតុការណ៍អគ្គិភ័យនោះទេហើយហឺឌីនខ្ញុំមិនបានជួបគេទៀតទេចាប់តាំងពីពេលនោះមកបានជួបគេបែបនេះវាស្រួលចិត្តជាងខ្ញុំចូលចិត្តភាពស្ងប់ស្ងាត់និងសុខសាន្តបែបនេះណាស់
តែក្នុងពេលជាមួយនឹងគ្នានេះដែរខ្ញុំបារម្ភថាខ្ញុំនឹងធ្លាក់ខ្លួនមិនស្រួលរហូតដល់លេងចង់ធ្វើអ្វីបន្តទៀតតើខ្ញុំបន្តពិនិត្យមើលកញ្ចប់ថវិកាឲ្យហើយដែរឬទេហើយយើងក៏បានឮសំឡេងគោះទ្វារអ្នកស្រីអំបែងមិញនេះពួកយើងទទួលបានដំណឹងពីខាងសហគមន៍ហើយអូខេអ្នកនរគ្នារឿងរបស់យើងក៏បានដល់ទីចប់ហើយអញ្ចឹងអរគុណច្រើនបាយបាយជុំមាត់